បាទសួស្តីទាំងអស់គ្នានៅក្នុងវីដេអូនេះគឺខ្ញុំមកបង្ហាញអំពីការធ្វើ banner របស់ខ្ញុំទៅកាន់អ្នកទាំងអស់គ្នាហើយសម្រាប់ banner នេះគឺមានទំហំ1.50 ម៉ែត្រគុណនឹង76សង់ទីម៉ែត្រអញ្ចឹងការជ្រើសរើស color banner គឺយើងត្រូវជ្រើសរើស CMYK សម្រាប់ color ដើម្បីអីដើម្បីនៅពេលដែលយើង print គឺចេញមកច្បាស់ស្អាតល្អព្រោះ color នៅក្នុង Adobe Photoshop គឺមាន2សម្រាប់ជ្រើសរើសទី1 color RGB ទី2 CMYK សម្រាប់ color 2នេះខុសគ្នាត្រង់ថា RGB គឺនៅពេលដែលយើងធ្វើគឺស្អាតច្បាស់ល្អគឺមុខងាររបស់វាសម្រាប់តែយើងយកមក save ទុកមើល post Facebook នឹងផ្ញើជាឯកសារទៅឲ្យគេមើលប៉ុន្តែសម្រាប់ CMYK វិញគឺសម្រាប់print ចេញមកច្បាស់ស្អាតល្អដូចពណ៌ដែលយើងធ្វើនេះមើលទៅឃើញស្លេកប៉ុន្តែនៅពេលដែលយើង print មកគឺស្អាតសម្រាប់ banner បាទគឺនេះគឺខ្ញុំ banner ភោជនីយដ្ឋានដែលភ្ញៀវបានកំងនេះគឺជា shape ដែលខ្ញុំបានបង្កើតដើម្បីធ្វើជា background នៅថ្ងៃនេះគឺនៅក្នុងការងារនេះគេចង់បានពណ៌លឿងអញ្ចឹងខ្ញុំត្រូវជ្រើសរើសពណ៌លឿងឲ្យគេពណ៌លឿងស្អាតតិចមកនេះពណ៌នេះមកបាទអូខេបន្ទាប់មកយើងចុចbackground ហ្នឹងទាញមកក្រោមអក្សរនៅ background នេះនៅពេលដែលយើងដាក់គឺយើងត្រូវចាក់សោវាផងព្រោះដើម្បីកុំឲ្យយើងប៉ះវាទៅទាញចុះទាញឡើងវាញ៉ៃអញ្ចឹងយើងបង្កើតចុចតាមមួយមកហើយបន្ទាប់មកចុចចាក់សោវាអញ្ចឹងយើងទាញយ៉ាងណាក៏មិនបានដែរអូខេអញ្ចឹងបន្ទាប់ទៀតមកយើងធ្វើបន្ទាប់ទៀតមកអូខេ banner នេះល្មមមកអាចអ្នកនរគ្នាធ្វើបានអូខេយើងទាញវាបន្តិចនេះអាស្រ័យទៅលើយើងឆ្នៃប្រឌិតខ្លួនឯងមើលខ្លួនឯងស្អាតនៅគឺមិនចាំបាច់ខ្វាយខ្វល់ច្រើនទេសំខាន់ធ្វើឲ្យវាចេញរៀងធ្វើឲ្យវាមើលទៅពេញផ្នែកខ្លួនឯងសិនរួចហើយចាំផ្ញើគេមើលយើងកំទុនគិតថាតើគេទទួលយកបានអត់សំខាន់ខ្លួនយើងសិនអានេះ shape ដែលខ្ញុំបង្កើតនេះគឺសម្រាប់ដាក់រូបភាពអញ្ចឹងគេមានរូបភាពអូខេសម្រាប់ឯនេះគឺយើងទាញកន្លែងមូលទាញមកដើម្បីអីដើម្បីឲ្យវាមើលទៅឃើញរាងស្អាតឲ្យមើលទៅវាអត់ជ្រុងនេះវារាងមូលមើលទៅស្អាតបងហើយខ្ញុំនឹងបង្ហាញអ្នកនរគ្នាថាចាំមើលដាក់រូបមិនចូលក្នុងនឹងមើលទៅស្អាតអញ្ចឹងយើង copy shape សិនមកព្រោះរូបមានច្រើនដែរ copy shape ឲ្យគ្រប់នឹងមកបាទអូខេបន្តទៀតនេះបាន12ចឹងលុបចោល2អូខេប៉ុណ្ណឹង banner ប៉ុណ្ណឹងគឺគ្នាយើងអាចធ្វើបានស៊ីផុយមែនតែនគឺគ្នាយើងខ្ញុំជឿជាក់ថាគ្នាយើងគឺធ្វើបានតែម្ដងព្រោះមិនពិបាកទេអូខេ accept នេះយើងទាញវាឲ្យដល់គៀនទៅហើយសងខាងមើលទៅស្មើមើលទៅស្អាតអូខេអញ្ចឹងប៉ុណ្ណឹងបន្ទាប់ពីប៉ុណ្ណឹងមកគឺយើងត្រូវចាប់រូបយកមកដាក់អូខេចំណុចនេះគឺសំខាន់មែនតើហើយយើងទាំងអស់គ្នាត្រូវតែចេះរូបភាពមានស្រាប់នេះគឺខ្ញុំគ្រាន់តែ copy យកមក Excel មកក៏បានដែរគ្រាន់តែ copy យើងចុចលើ set នឹងមួយបន្ទាប់មកយើងទាញរូបភាពមកដាក់ពីលើវាសិនអូខេបន្ទាប់មកធ្វើឲ្យរូបវាចូលនេះយើងចុចលើ layer វាមួយមក layer មកអូខេចុច mouse ស្ដាំយើងឃើញពាក្យ clipping mask ហ្នឹងយើងចុចទៅឃើញទេវាចូលអូខេយើងចង់សេរីធម្មតាអូខេស្អាតវាមានពាក់ព័ន្ធទៅset ផ្សេង layer ផ្សេងនេះអានេះគឺខ្ញុំថែម color វាបន្តិចឲ្យមើលទៅរាងភ្លឺស្អាតហ្នឹងគឺយើងឆ្នៃចឹងឯងការធ្វើវាមិនទាមទារឲ្យយើងចេះទាំងអស់ទេ
bàn tay dương thử mấy ỏi mưa tới cứ xong phần này luôn này tôi với ba hôm ấy trong nhà thì mưa tới bộ kỳ ok anh ứng dưỡng có chấp đàn thơ và to từ từ ok đi rụt tốt được không video này cứ nhung mình bàn bằng hàng ở chọp thế ở xa tại bên nắng cứ miền nhiều gọn màu tới nhung có stop video tục từ phần tay bay nhung trong ba nhưng video nắng cứ thơ trắng nhẹ cái like xẹp nắng dương trong bạc card trắng cái dương chưa thao video bên nắng ai dương ai cho tôi giờ bàn ai thơ bàn bắt to từ từ chân ca đi sáng cho nó để khả năng một post cứ ca thơ tam kề ca mơ tam kế ca thơ tam kế đà số mà còn